បងប្អូនមួយចំនួនគាត់ចាប់អារម្មណ៍ថាតើពេលដែលគាត់ដាក់ស្រោមកម្ចាត់ជាតិពុលហើយនិងសាច់ស្អាតហ្នឹងមានផលប៉ះពាល់អីទេចំពោះការដែលបងប្អូនប្រើផលិតផលឬក៏ញ៉ាំឬក៏ប្រើប្រាស់មិនថាបងប្អូនចូលទៅក្នុងផ្លូវតាមមាត់ឬក៏តាមស្បែកឬក៏តាមសរសៃទេបើសិនបើយើងប្រើប្រាស់បានត្រឹមត្រូវគឺយើងអាចមានផលប៉ះពាល់តែបើយើងប្រើប្រាស់បានត្រឹមត្រូវគឺផលប៉ះពាល់សឹងតែគ្មានឬក៏អត់មានឬក៏តិចបំផុតខ្ញុំឧទាហរណ៍បងប្អូនស្ដាប់ថានៅពេលដែលយើងញ៉ាំទឹកការ៉ុតជាប្រចាំយើងនឹងមានផលប៉ះពាល់នៅការលើសវីតាមីន A ហើយបើបងប្អូនញ៉ាំតែអ្វីមួយជាប់ដដែលក៏យើងមានផលប៉ះពាល់នៃការលើសរបស់វាដែរក៏ប៉ុន្តែហេតុផលហ្នឹងទៅពេលដែលដាក់ហ្នឹងគេត្រូវឲ្យបងប្អូនប្រឹក្សាជាមួយគ្រូពេទ្យដឹងពីអត្ថប្រយោជន៍ដឹងពីភាពរំខានរបស់វាហើយនឹងត្រូវដាក់របៀបម៉េចពីព្រោះការដែលដាក់ត្រឹមត្រូវទៀងពេលវេលាឬក៏ការដាក់មិនលើសកម្រិតដូរគឺมันអាចមានផលប៉ះពាល់ចំពោះបងប្អូនទេដោយសារក្រុមគ្រូពេទ្យយើងក៏ប្រើប្រាស់ដូចគ្នាមិនមែនប្រើតែបងប្អូនជាអ្នកប្រើទេគឺប្រើដូចគ្នាហើយមានកម្រិតច្បាស់លាស់នៅក្នុងការប្រើប្រាស់អញ្ចឹងខ្ញុំសូមបញ្ជាក់ថារាល់ផលិតផលទោះបីបងប្អូនញ៉ាំដូលីប្រានប៉ារ៉ាសេតាមុលមួយគ្រាប់ក៏អាចនឹងមានផលរំខានឬក៏ប៉ះពាល់យើងដែរបើសិនជាយើងប្រើប្រាស់ជាប្រចាំលើកម្រិតគឺមានផលប៉ះពាល់តែបើយើងប្រើក្នុងកម្រិតណាមួយគឺវាគ្រាន់តែឲ្យអត្តពលបំបត្តិការឈឺឬបញ្ចុះកម្ដៅយើងតែវាមិនមានផលប៉ះពាល់ធំដុំទេអញ្ចឹងការដាក់ថ្នាំតាំងសរសៃឬក៏ការញ៉ាំការអីគឺដូចគ្នាទាំងអស់គ្រប់អញ្ចឹងគាត់ឲ្យដឹងថាតើប្រភពថ្នាំនឹងច្បាស់លាស់អត់ហើយមាន FDA គេ approve ក្នុងការប្រើប្រាស់អត់គឺបងប្អូនអាចប្រើប្រាស់ដោយសុវត្ថិភាពអរគុណ